បាទគ្រប់ជ្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺជាថ្ងៃទី2ថ្ងៃ14ទៅថ្ងៃកបាទ14កើតណាឥឡូវនេះកំពុងតែរៀបចំពិធីនៅក្នុងរោងបាទរៀបចំពិធីនេះទៀតសោតគឺជាថ្ងៃចាប់ដើមនៃការធ្វើទេមិនទាន់បានចូលបន់ទេតែស្អែកបាទស្អែកបានចាប់ដើមចូលបន់ហើយយាយតាអីហ្នឹងគាត់អញ្ជើញមកខាងសៀមរាបអីហ្នឹងគឺគាត់កំពុងតែនេះរៀបចំកាច់បាយសីបាទនេះគឺខាងយាយតាខាងសៀមរាបនេះប្រឡងត្រៀមបាទត្រៀមណាស់បងប្អូនត្រៀមទុកហើយបាទបណ្ដើហើយបាទនេះគាត់បីមើលថាស្អីខាតនេះបាទនេះយាយខាងសៀមរាបមករៀបចំជុំចាំបាយសីហ្នឹងគឺមកដល់ថ្ងៃនេះមុនបងប្អូនព្រោះកម្មវិធីយើងចាប់ដើមថ្ងៃស្អែកឯណោះបាទថ្ងៃស្អែកបានចាប់ដើមចូលតាំងពីព្រឹករហូតទៅបាទនេះមានជោមមានអីគឺសពបែបយ៉ាងនេះបងប្អូនហើយនេះគឺក្បាច់ចេកដែលគេត្រៀមនឹងចាប់តាមកន្លែងមួយបាទនេះក្បាច់ចេកបងប្អូនខាងសៀមរាបបងប្អូនដឹងហើយទឹកដៃបាទតានេះរៀបចំជុំកន្លែងពិធីរៀបចំនៅខាងនេះបាទនេះច្រើនណាស់បងប្អូនបាទរៀបចំនេះគឺមិនងាយទេព្រោះប៉ុននេះប៉ុនធំបាទប៉ុនធំចេញឆ្នេះហើយក៏ធ្វើរឿងយំរឿងយូរបន្តិចបាទហើយក៏ការរៀបចំនោះក៏យូរថ្ងៃដែរបងប្អូនតាំងពីណាពេលណៃយូរណាស់ហើយបាទតាំងពីខែ12មកនោះបាទនោះយើងដូចជាស្ដែងហ្នឹងហើយបាទនេះនេះក្បាច់ចេកបាទក្បាច់ចេកបាទក្រុមជាងតែចាក់ហ្នឹងនេះចាប់ដល់ឥឡូវណាសាឡូនេះចំចាក់លោកផងទុកខាន់អូទៅឡាយឲ្យលោករងទីទីសិននេះរៀបចំដែរបងប្អូនបាទកុំភ្លេចមកទស្សនាផងបងប្អូនខនបាសាក់យើងនៅថ្ងៃនោះមានហើយបងប្អូនថ្ងៃទី4ណាចឹងនេះបងប្អូនត្រៀមហើយចុះបាទត្រៀមរៀបចំជើញទៅរួមបន់បងប្អូនណាបាទនៅវត្តសម្បូរណាបាទនេះរៀបចំបាយសីអីច្រើនណាធម្មតាទេក្បាច់ចេកយើងគឺចាំមើលថ្ងៃស្អែកនឹងឆ្លោះហាញស្អាតមែនទែនបងប្អូនបាទកណ្ដភាកមួយទេចាប់ដើមហ្នឹងចឹងជ្រាបលាប៉ុណ្ណេះសិនចុះបងប្អូនបាទ